អង្គុយញ៉ាំនំគ្រក់10គ្រាប់2005នៅគុំរស័យក្បែរមាត់ទឹកនឹងឯងជិះមករកបាញ់ឆាវគុំរស័យមាត់ទឹកនេះដោយសារតែមីកូនបើចង់មកព្រោះដោយសារវាមកពេញយូរហើយដែលនាំវាទៅណាទេពេលនេះជើងរៀងវែងជិះមកដល់ស្អាងនេះឲ្យតែមកមានអីបរិយាកាសគេឡើងស្រស់ស្រាយមានបាញ់ឆាវមានតាំងពីនំគ្រូហើយអីដែលសំខាន់ណាស់បាញ់ឆាវគេមកប្រទេសថា3000ទេបងប្អូននំគ្រក់វិញ12005ធូរថ្លៃយកតែមែនតែននៅហាងផ្កាមាននេះដែលទីតាំងគេនៅស្អាងគាត់បើកនៅក្នុងភូមិក្នុងស្រុកហ្មងជិះចូលរៀងកលៀតកលុកបន្តិចប៉ុន្តែទៅដល់គឺថាស្រស់ស្រាយហើយម្ហូបគាត់នឹងឆ្ងាញ់ទៀតបើមីកូនបើវិញ BA ឆ្នាំកាពះហ្មងអោពេម៉ាក់ជាប់ដៃរហូតដោយសារតែឲ្យតែញ៉ាំអីជូរហិលដិតអីខ្លាំងពេកហ្នឹងគាត់ឈឺចុកឆ្អល់កាពះហើយអញ្ចឹងត្រូវតែមានឆ្នាំកាពះដាក់សគួរព្រោះពេម៉ាក់ដាក់តែមកកញ្ចប់ទៅគឺបាត់ចុកឆ្អល់ផ្សាពោះអីហ្នឹងហ្មងអ្នកទាំងគ្នាសំខាន់មានជាតិស្ករទេបងប្អូនលើជាតិស្ករទាំងនោមផ្អែមអីក៏ញ៉ាំបានដែរឆ្នាំកាពះពេម៉ាក់ហ្នឹងអញ្ចឹងចូលចិត្តញ៉ាំហិលខាតហិលខ្វះហិលអត់បានអីដូចពួកខ្ញុំនេះទិញត្រៀមទៅហើយបកចូលមកបាញ់ឆាវនំគ្រូវិញខ្ញុំមិនដឹងថាគាត់លក់នេះចំណេញអត់ទេនៅដល់គ្នា10 2005ធូរថ្លៃយកតែមែនតែម្ដងបើគិតទៅ1 250ហ្នឹងមកគ្រាប់250ហើយធំឡើងកភ្លឹះបន្លែវិញគាត់និយាយថាចេះ buffet បន្លែចង់ញ៉ាំប្រហែលញ៉ាំទៅឲ្យតែចាប់យកទៅញ៉ាំអស់និយាយពីថា free ឲ្យតែម្ដងរឿងបន្លែនឹងមួយមានច្រើនមែនតែគាត់លក់លក្ខណៈជាគ្រួសារហើយជាក់ស្ដែងអា menu call ហ្នឹងគឺគេមានបាញ់ឆាវហើយនឹងនំគ្រក់នឹងឯងក៏មានគួងដែលគាត់ហុំថ្មីដែរអ្នកនរគ្នាតែបើចង់បានម្ហូបកំងមន់ដុតមន់អីហ្នឹងអាចខលទៅគាត់មុនបានព្រោះគាត់អត់មានលក់ប្រចាំថ្ងៃទេប៉ុន្តែគាត់អាចធ្វើម្ហូបជូនបានបើសិនជាយើងខលទៅគាត់បន្ទាប់ពីម្ហូបគាត់ឆ្អិនរួចហើយគាត់លើកយកមកឲ្យយើងនៅលើតុជាប់មាត់ទន្លេជាប់មាត់ច្រាំងបែបនេះដែលការពិខែទឹកស្រកនៅខាងក្រោមហ្នឹងក៏មានកញ្ចុះមានកន្លែងអង្គុយមកស្អាតដែរតែដល់ពេលទឹកឡើងទៅលុបអាកន្លែងអង្គុយហ្នឹងនៅសល់តែអាកន្លែងអង្គុយខាងលើតែយើងអាចអង្គុយបានដូចគ្នាអញ្ចឹងណាហើយនេះមើលដាក់ម្ទេសម្លឹងមិនឲ្យកាពះស្រែកយំមិនម្នាក់សិតតែ1លព្រា2លព្រាម្ទេសវិញដាក់អត់ឲ្យចាញ់គ្នាទេនេះចានរបស់មីកូនបើគឺដាក់ម្ទេសតតែកាពះវាស្រែកយំនឹងឯងបាញ់ឆាវវិញគ្រាន់តែយកមកដោះតុកឡើងឈ្ងុយហ្មងហើយស្នូខ្ញុំសង្កេតឃើញបាញ់ឆាវគាត់ដាក់សាច់ជ្រូកច្រាមលាយជាមួយនឹងកាកដូងរបៀបដូងគាត់កោសដាក់ទៅទាំងខាងអញ្ចឹងដល់ពេលញ៉ាំទៅឈ្ងុយដូងនឹងខ្លាំងមែនតើខ្ញុំចូលចិត្តមែនតើហ្មងអ្នកទាំងគ្នាពេលហ្នឹងខ្ញុំញ៉ាំឡើងអស់ពីប្រទេសធំនេះមកប្រទេសហ្នឹងអ្នកមកញ៉ាំ2នាក់អីគឺមួយឆ្អែតហ្មងប៉ុន្តែបើខ្ញុំវិញពីប្រទេសម្នាក់ឯងបាទដូចចង់ស្ទើរព្រោះតែថាឆ្ងាញ់ពេកហើយណែដាក់ម្ទេសក្នុងទឹកជ្រលក់ហើយថែមម្ទេសលើបាញ់ឆាវទៀតអញ្ចឹងបានថាឲ្យកាពះទៅទ្រាំទ្រណាបានបើម៉ាក់នេះអីវ៉ាន់នេះមានតែពេអ៊ីម៉ាកទេដែលជួយបានអញ្ចឹងតតែដាក់តាមខ្លួនជាប់លាប់រហូតហ្មងបានទប់ទល់ឈ្នះកូនបើវិញគ្រាន់តែញ៉ាំហើយភ្លាមគឺដាក់មកកញ្ចប់ភ្លាមបឹបហ្មងដើម្បីឲ្យត្រជាក់កាពះអីចឹងណាហើយវីដេអូនេះមានតែប៉ុណ្្នឹងទេបាយ